តខ្ញុំសំរៀបរាប់ពីអ្នកមានជំងឺបេះដូងពួកគាត់ខំប្រឹងចង់រស់វាជាជំរឿនដំបូងខ្ញុំមានប្អូនម្នាក់ដែលគាត់មានជំងឺមួយនេះគាត់ខំប្រឹងតស៊ូប្រឆាំងនឹងវាឡើងចង់បែកទីហើយនេះជាបទដែលលើកទឹកចិត្តបងប្អូនដែលកំពុងតែរងនឹងសម្ពាធបែបនេះបើសិនជាខ្លាចវានឹងធ្វើឲ្យយើងគ្រោះគ្រាបើសិនគិតពីវានឹងធ្វើឲ្យយើងវិតាមីនខ្ញុំដឹងថាបងប្អូនកំពុងតែភ័យខ្លាចខ្ញុំដឹងថាវាតែមកបនឡាយតែបងប្អូនកុំភ័យយើងត្រូវតែចាំថាយើងនឹងរស់លើអាយុ20គឺ20គុណ8 Don't sing your falling there is not sing you cannot do បើចង់ធ្វើអ្វីយើងត្រូវតែគិតគូរជីវិតយើងថ្លៃណាស់យើងត្រូវតែតស៊ូវានឹងធ្វើយើងក្រំគ្រាបើសិនជាគិតពីវានឹងធ្វើឲ្យយើងវេទនាខ្ញុំដឹងថាបងប្អូនកំពុងតែភ័យខ្លាចខ្ញុំដឹងថាវាតែមកបំឡាយតែបងប្អូនកុំភ័យខ្ញុំមានប្អូនម្នាក់ដែលគាត់កំពុងតែមានជំងឺមួយនេះគាត់កំពុងតស៊ូនឹងវាឡើងចង់បែកទីហើយនេះគឺជាបទលើកទឹកចិត្តបងប្អូនដែលកំពុងតែរងសម្ពាធបែបនេះបើសិនជាខ្លាចវានឹងធ្វើឲ្យយើងក្រំគ្រាបើសិនជាគិតពីវានឹងធ្វើឲ្យយើងវិតាមីនខ្ញុំដឹងថាបងប្អូនកំពុងតែភ័យខ្លាចខ្ញុំដឹងថាវាតែមកបនឡាយតែបងប្អូនកុំភ័យយើងត្រូវតែចាំថាយើងនឹងរស់លើអាយុ20គឺ20គុណ8បើចង់ធ្វើអ្វីយើងត្រូវតែគិតគូរជីវិតយើងថ្លៃណាស់យើងត្រូវតែតស៊ូបើចង់ធ្វើអ្វីយើងត្រូវតែគិតគូរជីវិតយើងថ្លៃណាស់យើងត្រូវតែតស៊ូយើងត្រូវតែតស៊ូតែចាំថាយើងនឹងរស់លើអាយុ20គឺ20គុណ8 Don't sing you falling there is nothing you cannot do បើចង់ធ្វើអ្វីយើងត្រូវតែគិតគូរជីវិតយើងថ្លៃណាស់យើងត្រូវតែតស៊ូយើងត្រូវតែតស៊ូយើងត្រូវតែតស៊ូ